Long máu được xa là phía trao sao để còn hiện revit á còn hiện ở chấp ba chẳng còn mà hiện khang dương hiện trao này được xa chỉ tu tứ nước nông cam thi revit á xong bây giờ plan astic miền này khác tiện tường mùi kia dương mà chỉ nốn ở toàn đăng thà dương thầu detail plan ấy khác chẳng á chẳng tiện tường mùi càng nghe nó được nhông cu và hai nhưng vì miền trao đó nè miền này thà càng nghe standard mà tí ho thà bởi dương cu bài professional càng nghe muối ai cu là năm rồi còn một năm chẳng á bởi cầm ruộng thống á ប៉ុន្តែបច្ចុប្បន្នខ្ញុំនិយាយពីបញ្ហាទីផ្សារបច្ចុប្បន្នបន្តិចដោយសារតែបច្ចុប្បន្នភាគច្រើនយើងគូតែប្លង់ប៉ុណ្នេះចប់ហើយតាក់ទងមួយប្លង់អាស្ទិចឬក៏ដល់ត្រឹមការងារ 3D នេះយើងអាចយកលុយភ្ញៀវបានហើយតាមពិតកន្លែងហ្នឹងភាគច្រើនបើខ្ញុំជួបភ្ញៀវផ្ទាល់ខ្ញុំព្យាយាមបញ្យល់ភ្ញៀវដោយសារការងារប៉ុណ្ណឹងវាគ្រប់គ្រាន់ទេប៉ុន្តែពេលខ្លះយើងពិបាកនិយាយដោយសារតែភ្ញៀវគាត់ចង់បានតែអ្វីដែលគាត់ចង់បានណាគាត់អត់យល់ពីហេតុផលទោះបីយើងព្យាយាមបញ្យល់ក៏គាត់អត់យក មានន័យថាអ្វីដែលជាការងារបច្ចេកទេសក៏អត់ត្រូវការចឹងករណីហ្នឹងវាពិបាកដែរនៅក្នុងការរៀនឬក៏ធ្វើការជាក់ស្ដែងនៅក្នុងការងារអាស្ទិចភាគច្រើនយើងធ្វើការត្រឹមប៉ុណ្នេះគឺចប់ហើយអាហ្នឹងការងារបច្ចុប្បន្នដែលយើងជួបភ្ញៀវភាគច្រើនប៉ុន្តែការងារប៉ុណ្នេះយើងអាចយកលុយអត់សូវបានច្រើនទេដោយសារតែករណីហ្នឹងជាតម្រូវការរបស់ភ្ញៀវការងារជាក់ស្ដែងវាចូលដល់ត្រឹមនេះបានការងារអាស្ទិចចប់មានន័យថាមានប្លង់គ្រប់គ្រាន់សម្រាប់ការងារ detail ចឹងប្លង់អាស្ទិចប៉ុណ្ណឹងចប់ហើយប៉ុន្តែសម្រាប់ការរៀនវិទ្យាភាគច្រើនផ្ដោតលើមួយផ្នែកចឹងធ្វើការកើតដោយសារនៅក្នុងនោះវាមានប្លង់ structure ហើយនិងប្លង់ MVP ទៀតចឹងសម្រាប់ការរៀនវិទ្យាកម្រិត master ហ្នឹងមានន័យថាយើងចប់ប្លង់អាស្ទិចនេះយើងដល់វគ្គ detail ហើយបន្ទាប់ពីចប់ detail យើងចូលការងារ structure ចូលការងារ MVP មានន័យថាយើងចេះជំនាញនឹងច្បាស់ហើយអញ្ចឹងនៅក្នុងវគ្គសិក្សាហ្នឹងគឺយើងផ្ដោតលើការងារដែលកម្មវិធីវិទ្យាអាចធ្វើបាន ហើយមានមុខងារជាច្រើនដែលអ្នកទាំងអស់គ្នាអត់ដែលរៀនពីកម្មវិធីមួយហ្នឹងឬក៏រៀនបានតិចឬក៏រៀនអត់ច្បាស់អញ្ចឹងពេលយើងធ្វើការជាក់ស្ដែងគឺយើងធ្វើអត់កើតភាគច្រើនពេលយើងធ្វើអត់កើតយើងលែងប្រើកម្មវិធីវិទ្យាហើយភាគច្រើនបច្ចុប្បន្នគឺយើងប្រើកម្មវិធី SketchUp ដែលកម្មវិធី SketchUp នេះពេញនិយមតាមពិតទៅប្រើ SketchUp វាអត់ខុសទេគ្រាន់ថាការងារ standard SketchUp វាធ្វើអត់កើតដូចនៅក្នុង Revit ដូចខ្ញុំបញ្ជាក់អញ្ចឹងវា detail ទាំងអស់ហ្មង 3D 2D វា link គ្នា ការងារបែប professional ការងារបែបធ្ងន់ពួកបរទេសឯងគេប្រើនឹងអស់ហើយតែយើងបច្ចុប្បន្នយើងប្រើ SketchUp ដោយសារអញ្ចេះដោយសារតែមូលហេតុភ្ញៀវក៏អត់យល់ពីតម្លៃនៃការងារ design ណាឬក៏គាត់យល់ពីបច្ចេកទេសនៃប្លង់អញ្ចឹងគាត់យកតែការងារប៉ុណ្នេះគឺចប់មានន័យថាគេគូប៉ុណ្ណឹងហើយគេយកលុយហើយតបមកគាត់បន្ទោសតាក់ទងជាមួយនឹងការងារឬក៏អ្នកជំនាញតាមពិតប្លង់ដែលបាត់ហ្នឹងគឺខ្ទង់ប៉ុណ្នេះទៀតហើយនៅអាប្លង់ MVP structure ប៉ុណ្នេះទៀតអញ្ចឹងវា អានេះតាមពិតអានេះបានត្រឹមតែប្រហែលជា 20% នៃការងារគម្រោងទាំងស្រុងណាប៉ុន្តែយើងនិយាយអត់ឈ្នះគាត់ទេដោយសារភាគច្រើនតេជនជាស្ដាច់អញ្ចឹងគាត់អត់យល់ពីតម្លៃនៃការងារបច្ចេកទេសគាត់ធ្វើអីតាមចិត្តដែលគាត់ចង់បានណាអញ្ចឹងសម្រាប់ទីផ្សារវាពិបាកអញ្ចឹងសម្រាប់មេរៀន Revit កម្រិត Master ហ្នឹងគឺយើងព្យាយាមបញ្យល់ហើយមានន័យថាយើងបញ្យល់អស់លីងហ្មងនៅក្នុងវគ្គសិក្សាហ្នឹងហើយយើងរៀនដល់100ម៉ោងជាងហើយទៅដល់វគ្គ detail ទេ អញ្ចឹងរៀន Revit បើថាត្រឹមរៀនត្រឹម50ម៉ោងឬក៏150ម៉ោងអីអត់គ្រប់ទេខ្ញុំគិតថាអាចចំណាយពេលខ្ទង់300ម៉ោងអីបានយើងអាចចេះកម្មវិធីនឹងបានណាអញ្ចឹងសម្រាប់វីដេអូចែកម្លែកហ្នឹងគឺយើងមានប៉ុណ្ណឹង